បាទខ្ញុំអនកាយគ្រប់នៅជំរាបសួរអ្នកនរគ្នាបាទវិលមកជួបគ្នាសារជាថ្មីទៀតអ្នកនរគ្នាបន្ទាប់ពីយើងបែកគ្នាមករយៈព្រោះខ្ញុំរវល់ពេកអ្នកនរគ្នាឥឡូវថ្ងៃនេះយើងមកជួបគ្នាវីដេអូថ្មីរបស់ខ្ញុំបាទស៊ីនិតទៀតអ្នកនរគ្នាបាទថ្ងៃនេះអ្នកនរគ្នាបាទថ្ងៃនេះខ្ញុំមកចង់ចែកម្លែកចំណេះដឹងខ្លះជូនពុកម៉ែបងប្អូនដែលគាត់ធ្វើ YouTube អ្នកនរគ្នាធ្វើ YouTube ឬក៏ធ្វើ Facebook Page អ្នកនរគ្នាដែលចង់បង្កើតមាតិការលួយតាមបណ្ដាញសង្គមYouTube និង Facebook Page ខ្ញុំចង់ប្រាប់អ្នកនរគ្នាថាគួរតែផលិតវីដេអូបែប original អ្នកនរគ្នាបាទអ្នកនរគ្នាផលិតបែប original យើងដៃថ្មីដំបូងក៏វាអត់មានបញ្ហាដែរយើងខុសទៅគឺវាអត់មានជាប់ copyright អត់ជាប់អីទេអ្នកនរគ្នាតែបើចំពោះបងប្អូនដែលចាប់ទឹកតាមធ្វើវីដេអូដំបូងខ្ញុំហាមផ្ដាច់ខាតកុំយកវីដេអូគេសោះអ្នកនរគ្នាកុំឲ្យខាតពេលអត់ប្រយោជន៍យើងយកវីដេអូគេមកកាត់យើងផុសទៅយើងជាប់ copyright គេដែរអ្នកនរគ្នាគួរតែផលិតមាតិកាណាដែលខ្លួនឯងស្រឡាញ់ធ្វើវិស័យហ្នឹងទៅអ្នកនរគ្នាផុសមួយថ្ងៃមួយនៅក្នុង channel YouTube ឬក៏ Facebook Page ទៅអ្នកនរគ្នាដល់ពេលគ្រប់លក្ខខណ្ឌយើងអាចស្នើវាអាចភាគរយជាប់ច្រើនអ្នកនរគ្នាតែបើសិនជាអ្នកនរគ្នាយកវីដេអូគេមកផុសវាអាចនឹងប៉ះពាល់ដល់ channel យើងហើយវាធ្វើឲ្យយើងខាតពេលអត់ប្រយោជន៍ទៀតអានេះចំពោះដែលខ្ញុំចង់ចែកម្លែកចំពោះពុកម៉ែបងប្អូនដែលគាត់ធ្វើវីដេអូដំបូងអញ្ចឹងណាអ្នកនរគ្នាខ្ញុំក៏មិនមែនដៃថ្មីអីដែរទេគឺខ្ញុំក៏មិនមែនដៃចាស់ដែរអធិស្ឋានអ្នកនរគ្នាខ្ញុំក៏មិនមែនដៃចាស់អីដែរតែក៏ខ្ញុំដៃថ្មីដែរទេតែគ្រាន់តែថានេះជាវីដេអូដែលខ្ញុំចង់ចែកម្លែកចំណេះដឹងដែលខ្ញុំធ្វើកន្លងមកអ្នកនរគ្នាគួរតែផលិតវីដេអូបែប original វីដេអូអីក៏ដោយឲ្យតែអ្នកគ្នាស្រឡាញ់អ្នកគ្នាគួរតែផលិតវីដេអូបែប original original យើងមានសង្ឃឹមច្រើនតែម្ដងហើយវាអាចយូរវង្វេងលុយបានយូរវង្វេងវាអត់មានបាត់បង់តាណាហើយលុយបានថ្លៃទេអ្នកគ្នាតែបើអ្នកគ្នាយកវីដេអូគេមកផុសវាអាចនឹងទី1វាជាប់ copyright ទី2វាអាចនឹងប៉ះពាល់ដល់ channel យើងទៀតអញ្ចឹងកុំឲ្យខាតពេលអ្នកគ្នាទុកចិត្តបង្កើតវីដេអូ original ទៅគ្រាន់តែថាវាប្រើពេលយូរបន្តិចតែគ្រាន់តែថាអ្នកគ្នាដល់ពេលវាបានផលគឺបានរហូតហ្មងវាអត់ចេះតែណាអ្នកគ្នាហើយ channel ខ្ញុំនេះជា channel ទូចទេអ្នកគ្នា channel ដែលខ្ញុំប្រាប់អ្នកគ្នាហ្នឹងគឺ channel ទូចដែលខ្ញុំបង្កើតថ្មីទេព្រោះដោយសារ channel នេះខ្ញុំចង់ចែកម្លែកចំណេះដឹងដែលខ្ញុំមានអ្នកគ្នាចែកទៅអ្នកគ្នាខ្លះហើយបើសិនជាខុសឆ្គងអធិស្ឋានដល់ខ្ញុំផងអ្នកគ្នាគ្រាន់ថា YouTube និង Facebook Page វាអាចរលួយបានពិតមែនអ្នកគ្នាគេអត់កុហកយើងទេបើចំពោះ YouTube វាស្រួលជាង Facebook Page វារៀងពិបាកបន្តិចតែបើអ្នកគេចេះវាអត់ពិបាកសម្រាប់អ្នកគេចេះទេតែបើសិនជាអ្នកគ្នាបង្កើតមាតិកាដំបូងអញ្ចឹងណាអ្នកគ្នាបង្កើត original ថ្មីអញ្ចឹងអ្នកគ្នាគួរតែបង្កើត channel YouTube មួយ Facebook Page មួយ upload ចូលទៅក្នុង YouTube មុនហើយចាំមក upload ចូលទៅក្នុង Facebook Page តាមក្រោយអាហ្នឹងជារឿងល្អមកអ្នកគ្នាតែបើសិនជាអ្នកគ្នា upload ចូលទៅក្នុង Facebook Page មុនអ្នកគ្នាយកមក upload ចូលជាមួយ YouTube ក្រោយអាហ្នឹងវាពេលយើងស្នើអាចនឹងវា review រៀងយូរបន្តិចតែវាជាប់ដូចគ្នាទេអ្នកគ្នាស្នើជាប់តែគ្រាន់ថាយល់ល្អអ្នកគ្នាគួរតែបង្ហោះចូល YouTube មុនអ្នកគ្នាអាហ្នឹងជារឿងល្អមកអ្នកគ្នាហ្នឹងហើយអ្នកគ្នាបាទនេះជាវីដេអូដែលខ្ញុំចែកម្លែកដល់អ្នកគ្នាហើយវីដេអូនេះខ្ញុំសង្ឃឹមថាអ្នកគ្នានឹងពេញចិត្តវីដេអូនេះកុំភ្លេចជួយ Subscribe Channel ខ្ញុំបាទស៊ីនិតមួយផងឬក៏ Page ខ្ញុំបាទស៊ីនិតនឹងមួយផងបើមានវីដេអូថ្មីខ្ញុំនឹង upload ចូលទៅក្នុង Channel YouTube មួយនេះនិង Facebook Page មួយនេះហើយបើសិនជានិយាយទៅមានប៉ះពាល់ឬក៏ខុសឆ្គងត្រឹមចំណុចណាអធិស្ឋានដល់ខ្ញុំផងអានេះគ្រាន់តែខ្ញុំចង់ចែកចំណេះដឹងបានប៉ុណ្្នឹងទេហើយចាំមានវីដេអូថ្មីអីទៀតចាំខ្ញុំចែកម្លែកទៅអ្នកទាំងអស់គ្នាទៀតបាទអរគុណជួបគ្នាវីដេអូក្រោយទៀតបាយបាយ